ធ្លាប់អត់កំពុងតែលេងហ្គេមសុកស្រាប់តែអ្នកមើលក៏បាញ់ម៉ាស៊ីនមកក៏ spam ឡើងមកជួចេះហើយធ្វើម៉េចបិទបានទៅឈប់បារម្ភទៅ Stream Neon មាន feature នឹងយូរហើយតោះទៅមើលអ្នកនរគ្នាថាយើងធ្វើម៉េចដើម្បីបិទអាម៉ាស៊ីននឹងបានអូខេ let's go អូខេដំបូងឡើយអ្នកនរគ្នាចូលមកកាន់ alert box setting របស់យើងមកតមកអ្នកនរគ្នានឹងឃើញ setting នៅតាមដៃនេះអញ្ចឹងវាមាន default setting បើសិនជាអ្នកនរគ្នាថ្មីហ្មងវាមានតែមួយឯងគឺ default setting អញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាចង់បិទម៉ាស៊ីនអញ្ចឹងអ្នកនរគ្នាបង្កើត alert setting ថ្មីមកយើងដាក់ចំនួនទឹកប្រាក់ minimum ឧទាហរណ៍ថាតតែ20សេនមកវា load អូខេអញ្ចឹងយើងដាក់ 0.20 មកហើយចុច create អញ្ចឹងយើងអាចធ្វើការ copy setting ពី default setting បានយើងគ្រាន់ចុច create មកហ្នឹងហើយបន្ទាប់ពីយើង create សាកសីហើយយើងធ្វើការនេះយើង select មកកាន់ custom 20សេនយើងនេះអូខេយើងនឹងធ្វើការយើងដាក់នៅ message template អីស្រេចចិត្តឬក៏យើងដាក់រូបឬក៏យើងអត់ចង់ដាក់រូបអីនេះអញ្ចឹងយើងចុចលុបវាចោលទៅហ្នឹងហើយយើងអាចធ្វើការ preview បាននេះអូខេឈប់មុននឹងទៅដល់កន្លែងហ្នឹងខ្ញុំបញ្ចូលមួយសិនអញ្ចឹងឧទាហរណ៍ថាយើងមាន setting ដល់តែ3តើវាចូលមួយណាទៅដើម្បីងាយស្រួលយល់ខ្ញុំបញ្ចូលជាក្រាបហ្មងអញ្ចឹងឧទាហរណ៍ថាមានគេបាញ់មកម៉ាស៊ីនអញ្ចឹងយើងមាន setting ដល់តែ3តើវាចូលមួយណាទៅវាប្រកាសជាចូល default ហើយដោយសារតែម៉ាស៊ីនវាតូចជាង50សេនណាឃើញអត់អញ្ចឹងវាប្រកាសជា load ចូលហើយអញ្ចឹងដើម្បីបិទវាបានយើងគ្រាន់តែនៅក្នុង default នេះយើងគ្រាន់តែបិទវាមកនេះបឹបហ្នឹងហើយអញ្ចឹងដល់ពេលដែលវាបាញ់មកគឺវាលេងបង្ហាញនៅលើ screen ហើយតែលុយនឹងចូលដដែលទេហើយមួយវិញទៀតបើសិនជាគេបាញ់$1តើវាចូលទៅណាទៅអូខេអញ្ចឹង$1វាប្រកាសជាចូលកន្លែង custom $1នេះហើយហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងអត់មាន custom $1នេះទេយើងលុបវាចោលអញ្ចឹងវាប្រកាសជាចូលមក custom 50សេននេះហើយគឺ$1វាធំជាង50សេនអូខេគឺវាចូលមកភ្លុចនៅឡោះនេះអូខេដើម្បីបិទបានយើងគ្រាន់តែចូលមកកាន់ default setting របស់យើងមកហើយយើងចុចកន្លែង enable នេះគឺយើងចុចបិទវាចោលអូខេតោះមកចុច save ហ្នឹងហើយបន្ទាប់ពី save ហើយវាធ្វើការ reload នៅក្នុង live auto បន្តិចយើងមិនបាច់ខ្វល់ទេមួយវិញទៀតបើយើងចង់ឲ្យម៉ាស៊ីននឹង load ដដែលតែយើងអត់ចង់ឲ្យលឺសលេងលឺរូបអីទេយើងគ្រាន់តែចុចកន្លែងរូបហ្នឹងមក image ចុចលុបវាចោលមកហ្នឹងហើយហើយយើងធ្វើការលុប sound មកនេះបឹបហើយយើងអាចធ្វើការបន្ថយ alert duration យើងដាក់2 second នេះអញ្ចឹងទៅអូខេតែប៉ុណ្ណឹងចុច save មកបឹបចប់អូខេមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាសង្ឃឹមថាអ្នកនរគ្នានឹងយល់ពី process នៃការ custom alert setting របស់យើងអូខេអរគុណ